ពេលឃើញប្រាសាទព្រះវិហារគេមរតកដូនតាដ៏ស្រស់ស្រកាលស្រស់ស្អាតថ្លៃថ្នូរពិតជាអស្ចារ្យប្រទេសជិតខាងស្ញប់ស្ញែងសរសើរទឹកដីប្រទេសកម្ពុជាពេលនេះបែរជាក្រៀមក្រោះដោយសារពួកអាចោរសៀមលបលួចបាញ់ប្រហារប្រាសាទព្រះវិហារគេដូនតាឲ្យទៅជាក្រៀមក្រោះខ្ទេចខ្ទីអស់អញ្ចឹងហើយបានជាពួកចៅសៀមនេះត្រូវប្រទេសខ្លួនលិចលង់ត្រូវប្រទេសខ្លួនជួបគ្រោះមហន្តរាយព្រោះប្រាសាទព្រះវិហារគេមរតកដូនតាមុននឹងសាងសង់ឡើងសិតតែអន្តងហៅបលឹងបពៈបរោះដូនតាបលឹងគ្រូអាចារ្យអ្នកដែលមានមហិទ្ធិឫទ្ធិខ្លាំងពូកែព្រមទាំងទុសបរមីក៏ព្រមទាំងផ្លូវងងឹតទាំងអស់ឲ្យមកជួយជ្រុំជ្រែងទប់សសរទប់ជើងប្រាសាទក៏ព្រមទាំងជួយថែរក្សាប្រាសាទគេដូនតានោះរហូតមកដល់ពេលនេះមានរាប់ពាន់ឆ្នាំមកហើយដែលកូនខ្មែរគោរពស្ញប់ស្ញែងតែត្រូវពួកជនជាតិសៀមមើលងាយជន់ឈ្លីប្រាសាទទឹកដីគេដូនតាអញ្ចឹងហើយបានជាពួកចៅសៀមនេះវិនាសមហន្តរាយរងទុក្ខខ្លោចផ្សាខ្ទេចខ្ទីយ៉ាងនេះអញ្ចឹងចៅសៀមហើយចៅសៀមហេតុអីក៏ចៅសៀមមិនដឹងខ្លួនទៀតណាទទួលយកទៅចៅសៀមណាព្រោះអ្វីដែលសៀមសាងគឺសៀមទទួលយកចុះណាទោះជាខ្មែរមិនដាក់បណ្ដាសាក៏សៀមត្រូវតែទទួលយកដែរត្រូវតែរងទុក្ខដែរ